ជំរាបសួរលោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាថ្ងៃនេះខ្ញុំឈ្មោះខឿនវិស័យមកដោះស្រាយលំហាត់មួយគេតើអាតូមដៃ 0.8 ម៉ូមានម៉ាស់ស្មើនឹងប៉ុន្មានអាតូមគេឲ្យដៃស្មើនឹង56អញ្ចឹងខ្ញុំដោះស្រាយលំហាត់ទី1រកម៉ាស់អាតូមហើយតាមរូបមន្តស្មើនឹង n ម៉ូលគុណនឹង n ធំហើយn ម៉ូលនេះដោយ n ម៉ូលស្មើ 0.8 ម៉ូលធំស្មើនឹង56ក្រាមក្នុង1ម៉ូលហើយយើងនាំឲ្យស្មើនឹង 0.8 គុណនឹង56ហើយយើងបានយើងយកត្រីទឹកគុណចូលគ្នាអញ្ចឹងយើងបាន44.8 ក្រាមនេះគឺជាចម្លើយរកម៉ាស់អាតូមអញ្ចឹងយើងចូលលំហាត់ទី2តើក្នុង8ក្រាមស្ពាន់ធម៌មានប៉ុន្មានម៉ូលអាតូមស្ពាន់ធម៌គេឲ្យស្ពាន់ធម៌ស្មើនឹង32អញ្ចឹងយើងរកមកលំហាត់ទី2រកម៉ូលអាតូមអញ្ចឹងយើងបានរូបមន្តម៉ូលអាតូមបានរូបមន្ត n ស្មើនឹង n ចែកនឹង n ធំហើយបន្តមកទៀតយើងដោយ n នេះគេប្រាប់មក8ក្រាមហើយ n ធំហ្នឹងស្ពាន់ធម៌ស្មើនឹង32ក្រាមក្នុង1ម៉ូលហើយបន្តមកទៀតយើងនាំឲ្យn ម៉ូលស្មើនឹង8ចែកនឹង32អញ្ចឹងលេខហ្នឹងខ្ញុំអត់ចង់ចែកទេខ្ញុំចង់ស្រួលវាវិញអញ្ចឹងយើងស្រួលទៅយើងបាន1លើ4 1លើ4ម៉ូលហើយលំហាត់នេះមានតែប៉ុណ្្នឹងទេសូមជម្រាបលាលោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នា